បងប្អូននេះគឺជាកំណត់ច្នៃប្រឌិតថ្មីមួយនៅប្រទេសគេខ្ញុំឃើញគេយកពោតយកមកអាំងនៅក្នុងឡដូចជាឡដែលគេអាំងជ្រូកកដុរចឹងហើយពោតនេះគេយកទៅអាំងពីឡមួយទៅឡមួយឃើញឡគេមានច្រើនអត់ចឹងមានន័យថាឡទាំងអស់ហ្នឹងគឺសុទ្ធតែកម្ដៅផ្សេងគ្នាកម្ដៅសីតុណ្ហភាពអូរៀនគឺអត់ដូចគ្នាទេហើយបន្ទាប់ពីយកមកអាំងហើយគេយកមកលាបគ្រឿងហើយគេយកមកអាំងទៀតបន្ទាប់ពីអាំងឡមួយហើយគេយកទៅដាក់ឡមួយទៀតហើយគេមើលតែវាខ្លោចតិចហ្នឹងគេយកទៅកោសអាខ្លោចនឹងចេញហើយគេយកមកលាបគ្រឿងបន្ទាប់ពីលាបគ្រឿងហើយយកមកដាក់ក្នុងឡទៀតនិយាយថាពោតអាំងគេហ្នឹងគឺដាក់ពីឡមួយទៅឡមួយឃើញតែអាំងរហូតហើយលាបគ្រឿងលាបខ្លាំងមែនតើមិនដឹងថារសជាតិវាឆ្ងាញ់ដល់កម្រិតណាទេហើយបើសិនជាបងប្អូនយើងដែលលក់ពោតអីហ្នឹងអាចមើលវីដេអូនេះបានគឺល្អខ្លាំងមែនតើធ្វើតាមគេទៅប្រហែលជាមានទីផ្សារល្អធ្លាប់តែឃើញពោតអាំងនៅស្រុកយើងដល់ពេលឃើញពោតអាំងនៅស្រុកគេវិធីសាស្ត្រអាំងបែបថ្មីនេះគឺប្លែកខ្លាំងមែនតើ